បងប្អូនគ្នានៅព្រឹកនេះពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនក្រោយមន្ត្រីរបស់ប្រទេសឡាវមួយរូបដែលជាមន្ត្រីជាន់ខ្ពស់បានសរសេរវាយប្រហារទៅកាន់ប្រទេសថៃយ៉ាងចាស់ដៃតែម្ដងដោយនិយាយថាប្រទេសថៃគឺជាអ្នកឈ្លានពានមកលើទឹកដីកម្ពុជាបាទអាហ្នឹងមិនខ្ញុំទេបងប្អូនគ្នាងុំមន្ត្រីឡាវរូបនោះថែមទាំងនិយាយថាប្រទេសថៃនេះហើយគឺចូលចិត្តដណ្ដើមទឹកដីរបស់គេខ្លាំងមែនទែនបងប្អូនគ្នាបើយើងនិយាយអំពីប្រទេសឡាវក៏បាត់បង់ទឹកដីច្រើនសន្ធឹកសន្ធាប់ខ្លាំងមែនទែនទៅកាន់ប្រទេសថៃដោយសារតែប្រទេសថៃគឺធ្វើការឈ្លានពានទាំងដែលប្រទេសឡាវហ្នឹងមិនមានកម្លាំងឬក៏សភាវុធគ្រប់គ្រាន់នោះទេវាមិនខុសពេលនេះទេពេលនេះគឺថៃធ្វើការឈ្លានពានមកកាន់ប្រទេសកម្ពុជារបស់យើងมันបានទៅដណ្ដើមបានខេត្តស្អីទេបងប្អូននេះគ្រាន់តែជាការដណ្ដើមបាននៅតំបន់ដែលកម្ពុជារបស់យើងកាន់កាប់ពីមុនដូចជាប្រាសាទតាកវីភ្នំអីចឹងទៅឬក៏តំបន់មួយចំនួនទៀតនេះគឺជាការដាក់ថៃកភ្លៀងឬក៏មួយដៃត្រីដែលប្រាប់ទៅកាន់ពិភពលោកថាមិនមែនតែថៃឈ្លានពានកម្ពុជាទេថៃក៏ធ្លាប់ឈ្លានពានប្រទេសឡាវពីមុនមកដែរបងប្អូនគ្នាឥឡូវយើងទៅមើលសំណេររបស់មន្ត្រីឡាវរូបនោះទាំងអស់គ្នានេះគឺជាការបកប្រែជាភាសាខ្មែរតែម្ដងគឺមន្ត្រីការទូតជាន់ខ្ពស់ប្រទេសឡាវបានធ្វើការសំណេរនៅលើបណ្ដាញសង្គម Facebook ដោយនិយាយថាថៃគឺជាអ្នកឈ្លានពានកម្ពុជាហើយថាថៃគឺជាជាតិសាសន៍ចូលចិត្តឈ្លានពានប្រទេសជិតខាងមន្ត្រីការទូតជាន់ខ្ពស់របស់ប្រទេសឡាវបានធ្វើការវាយប្រហារទៅកាន់ប្រទេសថៃថាជាអ្នកឈ្លានពានមកកាន់កម្ពុជាដោយលើកឡើងថាប្រទេសថៃគឺជាប្រទេសដែលចូលចិត្តឈ្លានពាននិងរំលោភបំពានទៅលើប្រទេសជិតខាងដូចជាកម្ពុជាដោយអយុត្តិធម៌ខ្លាំងបំផុតលើសពីនេះទៅទៀតលោកបានវាយប្រហារទៅលើប្រព័ន្ធអប់រំរបស់ថៃថាមានការអភិវឌ្ឍតិចតួចនិងបានរិះគន់ការគ្រប់គ្រងរបស់ថៃថាគ្មានលទ្ធិប្រជាធិបតេយ្យនេះគឺជាការលើកឡើងពីខាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសឡាវចុះយើងដឹងហើយតើឡាវជាប្រទេសបើយើងនិយាយអំពីសេដ្ឋកិច្ចមិនធំជាងកម្ពុជាប្រហែលទេក៏ប៉ុន្តែបើយើងនិយាយអំពីទឹកដីគឺធំជាងកម្ពុជាគឺច្រើនមែនទែនអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍បើយើងងាកទៅមើលប្រវត្តិប្រទេសឡាវនិងប្រទេសថៃក៏គេហៅថាសង្គ្រាមធ្លាប់ស៊ីសាច់ហត់ឈាមគ្នានាពេលកន្លងមកគួរសមដែរវាយតតែចរចាគ្នាថាឈប់វាយស្ងាត់ថៃលួចដាក់បលាលុះយើងគេថាប្រទេសឡាវគឺជាប្រទេសមួយដែលហ៊ុំព័ទ្ធទៅដោយគ្រប់បណ្ដាប្រទេសដូចជាចិនដូចជាកម្ពុជាដូចជាវៀតណាមហើយនិងថៃហើយដូចជាប់ជាមួយនឹងមីយ៉ាន់ម៉ាទៅទៀតច្រើនមែនទែនប្រទេសឡាវគឺជាប្រទេសមួយដែលមិនមានសមុទ្រទេក៏រាល់ការដឹកជញ្ជូនឬក៏ការធ្វើពាណិជ្ជកម្មមួយតែងតែពឹងទៅលើប្រទេសទាំងអស់ហ្នឹងបើមិនអញ្ចឹងទេឡាវគឺងាប់សេដ្ឋកិច្ចអញ្ចឹងហើយឡាវមិនចង់ជាធ្វើគេហៅថាសង្គ្រាមជាមួយនឹងប្រទេសណាទេព្រោះយើងពឹងគេទាំងអស់អញ្ចឹងនេះគឺជាព័ត៌មានភ្ញាក់ផ្អើលខ្លាំងមែនទែនដែលមន្ត្រីជាន់ខ្ពស់របស់ឡាវហ៊ាននិយាយច្បាស់បែបនេះថាថៃចូលចិត្តតែឈ្លានពានគេអញ្ចឹងឯងហើយតាំងដើរធ្វើជាទូកំសត់បង្ហោះនៅលើបណ្ដាញសង្គមឬក៏ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានហើយនិយាយថាខ្ញុំជាជនរងគ្រោះទេនិយាយថាខ្លួនជាជនរងគ្រោះក៏ប៉ុន្តែនៅតែបំពេញអ្នកដទៃបងប្អូននេះមិនមែនជារឿងរ៉ាវលេងសើចទេហើយមកទល់នឹងពេលនេះម្សិលមិញនេះឃើញព័ត៌មានមួយបានចុះថាយន្តហោះ A16 របស់ថៃហោះនៅតាមបន្ទាត់ព្រំដែនក៏ប៉ុន្តែក្រោយពីមានការចោទប្រកាន់ពីភាគីរបស់កម្ពុជាវាបែរជានិយាយថាជាការសមយុទ្ធទៅវិញសមយុទ្ធវាសមយុទ្ធនៅតំបន់ដែលកំពុងតែមានចំនួនហើយនៅតាមព្រំដែនទៀតនេះគឺជាការគម្រាមកំហែងឬក៏គេនិយាយមួយបែបថាជាការសម្លុតគម្រាមមកកាន់កម្ពុជាថាកុំចេះតែហ៊ានក្រោយកម្ពុជាទទួលបាននៅរថក្រោះប្រហែលជាជិត100គ្រឿងពីចិនដោយថៃចោទចិនថាជួយកម្ពុជាទាំងទៅទាំងទៅឬក៏ចោទមកកាន់កម្ពុជាយើងថាកំពុងតែបង្កបញ្ហាព្រំដែនរវាងកម្ពុជានិងថៃឲ្យមានភាពតានតឹងម្ដងទៀតដោយសារតែការទិញចូលនៅរថក្រោះប្រហែលជាជាងជិត100គ្រឿងនេះចាំមកថាយើងទិញប្រព័ន្ធហ្នឹងវាចោតតែងតែវាជាអ្នកផលិតនៅក្នុងស្រុកខ្លួនឯងទៅទៀតផលិតពេលណាក៏បានហើយបងប្អូនរឿងរ៉ាវដ៏ហួសចិត្តពីប្រទេសថៃនេះយើងមិនដឹងថាតើវានៅតែបន្តដល់ពេលណាទេបើយើងនិយាយទៅថាយុទ្ធសាស្ត្ររបស់ថៃដើម្បីតែឡើងកាន់អំណាចនឹងឯងដើម្បីរក្សាអំណាចដើម្បីរក្សាប្រជាប្រិយភាពនៅក្នុងបក
ឬក៏ការដឹកនាំរបស់បុគ្គលម្នាក់ហ្នឹងទៅដូចជាអនុទានអីនឹងជាដើមបាទមិនមែនជារឿងរ៉ាវលេងសើចណាបងប្អូនរឿងរ៉ាវដែលមកទល់នឹងពេលនេះបើយើងនិយាយអំពីដំណោះស្រាយរវាងកម្ពុជានិងថៃកម្ពុជាតែងតែរកវិធីសាស្ត្រនៅក្នុងការដោះស្រាយជាមួយនឹងថៃបាទដោយផ្លូវច្បាប់ណាស់តែថៃទេគឺកិច្ចវេះនៅក្នុងការដោះស្រាយជាមួយនឹងកម្ពុជាតាមផ្លូវច្បាប់ឥឡូវនេះបើយើងនិយាយអំពីព្រំដែនបាទថៃគឺតែបន្តថាគេមិនបើកឆ្លេចខាតបាទប្រជាជនកំពុងតែវាន់កឲ្យដោយសារតែរឿងរ៉ាវបំណុលរកស៊ីជាមួយនឹងកម្ពុជាមិនកើទាំងការលក់ទឹកដោះគោសម្ភារៈផ្លែឈើតរ៉េនអីហ្នឹងបាទត្រូវនាំចូលមកលក់នៅលើទឹកដីកម្ពុជាមួយឆ្នាំទិញវារាប់តោនហើយអាទិញវាមកជុំឯងងុំវីដេអូយើងទៀតអូខេគុណច្រើនតែសម្រាប់ការតាមដាននិងទេសនារបស់ប្រិមិត្តរឿងរ៉ាវគឺយើងសូមបញ្ចប់តែប៉ុណ្្នឹងបើសិនជាមានការអាប់ដេតថ្មីបន្តទៀតបាទអេដមីននឹងធ្វើការចែករំលែកប្រាប់ទៅកាន់ប្រិមិត្តបន្ត